កម្ពុជាប្រកាសបទឈប់បាញ់ជាយុទ្ធសាស្ត្រជាមួយថៃនេះការដំកល់អាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុតព្រមទាំងការរក្សាដាច់ខាតនៅអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីតាមរយៈយន្តការច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីពិសោធន៍នៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជាបានបង្ហាញថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ប្រកបដោយសន្តិវិធីមិត្តភាពនិងការយោគយល់គ្នាប៉ុណ្ណោះទើបសង្គ្រាមអាចបញ្ចប់បានព្រមទាំងបញ្ជៀសការបាត់បង់អាយុជីវិតក្នុងកាលៈទេសៈដ៏វិបត្តិនៃសង្គ្រាមឈ្លានពានដែលបានបង្កឲ្យមានសោកនាដកម្មដល់ប្រជាជនស្លូតត្រង់កម្ពុជាបានសម្រេចចិត្តបោះជំហានយ៉ាងប្រុងប្រយ័ត្នខ្ពស់ដោយឆ្ពោះទៅរកសន្តិភាពតាមរយៈការប្រកាសអនុវត្តបទឈប់បាញ់ភ្លាមៗនៅនឹងកន្លែងចាប់ពីថ្ងៃទី27ខែធ្នូឆ្នាំ2025នេះមិនមែនគ្រាន់តែជាការផ្អាកអាវុធបណ្ដោះអាសន្ននោះទេប៉ុន្តែជាជំរើសនយោបាយដ៏ឆ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់វិនាសកម្មកាន់តែធំនិងជាការផ្ដល់តម្លៃខ្ពស់បំផុតដល់ជីវិតមនុស្សគ្រប់រូបបន្ទាប់ពីមាតុភូមិបានឆ្លងកាត់ភ្លើងសង្គ្រាមរាប់រយឆ្នាំកន្លងផុតទៅហើយយុទ្ធសាស្ត្រឈប់បាញ់នៅនឹងកន្លែងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺជាការការពារផលប្រយោជន៍ជាតិទាំងពីរជាន់ជាមូលដ្ឋានគ្រឹះសម្ដេចបានរំលឹកដល់ឆ្នាំ1998ដែលជាឆ្នាំបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនិងជាចំណុចចាប់ផ្ដើមនៃសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះការរំលឹកនេះមានន័យស៊ីជម្រៅថាកម្ពុជាស្គាល់តម្លៃសន្តិភាពច្បាស់ជាងប្រទេសណាៗទាំងអស់ព្រោះយើងបានចំណាយពេលរាប់សិបឆ្នាំទម្រាំទទួលបានវាមកវិញដូច្នេះការឈប់បាញ់នៅពេលនេះគឺជាការការពារសមិទ្ធផលដែលខ្មែរគ្រប់រូបបានសាងឡើងតាំងពីឆ្នាំ1998មកម្លេះកុំឲ្យរលាយបាត់ដោយសារភ្លើងសង្គ្រាមថ្មីទៀតអីលើសពីនេះទៅទៀតកម្ពុជាបានប្រើខែលការពារផ្លូវច្បាប់យ៉ាងរឹងមាំដោយទាមទារឲ្យមានការបញ្ជាក់ច្បាស់ក្នុងសេចក្តីប្រកាសរួម GBC ថាការរក្សាទីតាំងឈរជើងមិនពាក់ព័ន្ធនឹងការខ័ណ្ឌសេមាការផ្ទេរប្រយុទ្ធពីសមរភូមិអាវុធមកកាន់សមរភូមិបច្ចេកទេសនិងច្បាប់តាមរយៈគណៈកម្មាធិការ JBC និងការអញ្ជើញអ្នកអង្កេតការណ៍អាស៊ាន AOTបង្ហាញពីភាពស្មោះត្រង់និងតម្លាភាពជ័យជំនះផ្នែកការទូតនេះក៏បាននាំមកនូវការដោះស្រាយវីរៈយោធិនខ្មែរ18រូបដែលជាសក្ខីភាពនៃភាពជោគជ័យនៃសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកាឡាឡាំពួរប្រទេសម៉ាឡេស៊ីសកម្មភាពទាំងនេះឆ្លុះបញ្ចាំងថាកម្ពុជាមិនបានលះបង់បូរណភាពទឹកដីដើម្បីបដូរយកសន្តិភាពឡើយប៉ុន្តែប្រើសន្តិភាពដើម្បីការពារទឹកដីដោយភាពវៃឆ្លាតបំផុតគួរបញ្ជាក់ផងដែរថាខ្លឹមសារនៃសារលិខិតនេះគឺជាការដាស់តឿននៅមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ថាបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ការជ្រើសរើសផ្លូវចរចាដោយតម្កល់ស្មារតីសន្តិភាពឆ្នាំ1998ជាមេរៀនគ្រឹះគឺជាការបង្ហាញនូវភាពខ្លាំងខាងបញ្ញានិងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតសន្តិភាពដែលទទួលបានមកវិញនេះគឺជាការឱកាសមាសសម្រាប់ខ្មែរគ្រប់រូបរួបរวมគ្នាក្រោមម្លប់អង្គព្រះមហាក្សត្រដើម្បីកសាងជាតិឲ្យរឹងមាំដោយចង្កឹះមួយបាច់ដែលគ្មានសត្រូវណាដែលគេអាចកាច់បានឡើយនិងដើម្បីរក្សាកិត្យានុភាពកម្ពុជាឲ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិជានិរន្តរ៍